มันchân bà đấy chân nhờ đáy đáy chân này việc kê rồi việc buông rồi chỉnh đây là bạc con làn បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនបាទហើយថ្ងៃនេះថ្ងៃទី22ខែកុម្ភៈឆ្នាំ2026បាទព្រឹកនេះរៀបចំខ្លួននាំគ្នាទៅញ៉ាំការលោកជំនួយការសង្កាត់លោកជីងបាទគាត់បានភរិយានៅស្រុកកោះកឡណោះបាទឃុំឯនៅឃុំដូនបាបាទអញ្ចឹងពីនេះទៅដល់ស្រុកកោះកឡហ្នឹងដែរទៅដល់កន្លែងទីការហ្នឹងប្រហែលជា47គីឡូមើលតាមម៉េបទៅបាទហ្នឹងឥឡូវចាប់ផ្ដើមចេញដំណើរទៅហើយដោយសារជុំគ្នាអស់ហើយអាហ្នឹងបាទទៅពី3ឡានដែរបាទឥឡូវហ្នឹងទៅដល់ចេញបដាហើយអ្នកទៅមុនក៏ទៅមុននៅក្រោយតាមនឹងទៀតបាទពេលនេះលោកចៅសង្កាត់គាត់ទៅឲ្យបញ្ញាប់មកវិញដើម្បីចូលរួមកម្មវិធីដង្ហែធាតុដើម្បីយកទៅទន្លេเนาะខ្ញុំបញ្ញាប់មកវិញធ្វើមិនអត់តាន់ពេលវេលានៅកម្មវិធីនេះនេះគឺជាតាមផ្លូវទេសភាពដោយសារយើងនៅខែនេះជារដូវនេះជារដូវប្រាំងបាទអញ្ចឹងហើយធម្មជាតិវាមិនសូវស្រស់ប្រហែលទេមើលទៅឃើញតែក្រហមហើយនឹងស្លឹកឈើងាប់ហើយនេះក៏ដល់ភ្នំធបដេបាទភ្នំធបដេយើងក៏ពោះដល់ជិតដល់ផ្លូវចូលដែរហើយឡូវហ្នឹងក៏ចេញពីផ្លូវភ្នំធបដេវាចូលដល់ក្នុងហ្នឹងហើយដោយសារថាយើងបានមើល map អញ្ចឹងដល់ហួសប្រហែលជា77គីឡូឯណោះអញ្ចឹងនាំតែត្រឡប់មកវិញបានពោះពីរោងការហ្នឹងបាទផ្លូវចូលទៅផ្ទះរោងការប្រហែលជា7គីឡូបាទត្រឡប់មកវិញជាងពេលត្រឡប់មកវិញហ្នឹងក៏ចិត្តដល់ផ្លូវចូលហ្នឹងក៏មានការ៉ាសាំងមួយហ្នឹងបត់ចូលថាចាក់សាំងចាក់សុទ្ធអីហ្នឹងស្រាប់តែបែកកង់ឡានហ្នឹងទៀតបាទណាមួយបញ្ញាមកដល់ត្រឡប់មកផ្ទះវិញមកវិញផងដើម្បីចូលកម្មវិធីនេះបែកកង់ឡានទៀតអញ្ចឹងដោយសារតែយើងត្រូវការជាងគាត់ជួយដោះជួយអីចឹងអញ្ចឹងអត់មានជាងមានអីទេនោះមានអីត្រូវដោះហើយកង់ណាមួយកង់សគូនោះក៏គាត់អត់បានយកដែកនឹងដែកអីទៅដោះសម្រាប់ដោះកង់សគូទៀតតម្រាំទៅរកបាននឹងដោះកង់សគូនឹងបានដោះកង់សគូបានហើយខ្ញុំក៏ជួយដោះនឹងរឹតកង់នឹងឡើងវិញទៅគេវាបួងrồiចេញ ហើយកង់ឡានគាត់នោះក៏អស់ដែរហើយសបកនឹងចេញដែកចេញអីអស់ហើយបាទលោកចៅសកាត់ប្រុងលើកបាននឹងកង់ឡានហ្នឹងក៏មុតដៃមុតអីហើយមិនបានចូលកម្មវិធីជានឹងដែរការបងជីងហើយឡានចិត្តដល់ម៉ោងកម្មវិធីយើងនៅដង្ហែព្រះធាតុហើយក៏បានត្រឡប់មកវិញអត់បានចូលកម្មវិធីគោលការណ៍គាត់ទេបាទចូលបានថាក្រុមបងប្អូនបងប្រហែលឡាននេះដែរអត់តែខ្ញុំ2-3នាក់ហ្នឹងទេជាងគាត់ត្រឡប់មកវិញក៏ឆ្លៀតចូលភ្នំធបដេនឹងតិចទៅដើម្បីចង់ដឹងមើលមិនដែលមកបាទភ្នំធបដេហ្នឹងនាំគ្នាទិញអីញ៉ាំ